ការចន្លោះពីឆ្នាំ2008ដល់ឆ្នាំ2011តំបន់ព្រំដែនដ៏ស្ងប់ស្ងាត់នៃប្រាសាទព្រះវិហារបានប្រែប្ដូរទៅជាសមរភូមិនៅក្តៅគគុកដែលមានការបាញ់កាំភ្លើងធំនិងរ៉ុកែតតតាំងគ្នាយ៉ាងសាហាវចំនួននេះបានធ្វើឲ្យប្រទេសជិតខាងទាំងពីរស្ទើរតែឈានចូលទៅដល់សង្គ្រាមពេញលេញហើយបានប្រែក្លាយជាទំព័រប្រវត្តិសាស្ត្រដ៏តានតឹងបំផុតក្នុងសតវត្សទី21របស់កម្ពុជាតើអ្វីទៅជាដើមហេតុពិតប្រាកដដែលនាំឲ្យផ្ទុះអាវុធដណ្ដើមដីទំហំ 4.6 គីឡូម៉ែត្រការ៉េសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel របស់យើងថ្ងៃនេះយើងនឹងលាតត្រដាងដំណើររឿងទាំងស្រុងនៃចំនួនព្រំដែនកម្ពុជាថៃរឿងរ៉ាវបានចាប់ផ្ដើមឡើងយ៉ាងក្តៅគគុកនៅខែកក្កដាឆ្នាំ2008នៅពេលនោះអង្គការ UNESCO បានសម្រេចចិត្តដាក់បញ្ចូលប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់ខ្មែរដែលជាបេតិកភណ្ឌពិភពលោកពេញសិទ្ធិព្រឹត្តិការណ៍នេះគួរឲ្យជារឿងអបអរសាទរប៉ុន្តែបែរជាក្រុមអ្នកនយោបាយនិងយោធាថៃមួយចំនួនមិនពេញចិត្តយ៉ាងខ្លាំងភាគីថៃបានលើកឡើងថាដីតំបន់ជុំវិញប្រាសាទដែលមានទំហំ 4.6 គីឡូម៉ែត្រការ៉េគឺជាដីរបស់ពួកគេដោយផ្អែកលើខ្សែបន្ទាត់ព្រំដែនដែលពួកគេគូសដោយខ្លួនឯងភាពតានតឹងបានឈានដល់ចំណុចកំពូលនៅពេលដែលយោធាថៃបានចាប់ផ្ដើមបញ្ជូនកងទ័ពចូលមកក្នុងតំបន់ក្បែរប្រាសាទដែលបង្ខំឲ្យកម្ពុជាត្រូវតែបញ្ជូនកងកម្លាំងការពារជាតិទៅឈរជើងដើម្បីការពារបូរណភាពទឹកដីជាដាច់ខាតហើយការប្រឈមមុខដាក់គ្នាក៏បានចាប់ផ្ដើមចាប់ពីឆ្នាំ2008រហូតដល់ឆ្នាំ2011សមរភូមិបានផ្ទុះឡើងជាច្រើនលើកអាវុធធុនធ្ងន់ដូចជាកាំភ្លើងធំនិងរ៉ុកែតត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារគ្នាទៅវិញទៅមកអ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺចំនួននេះមិនត្រឹមតែនៅតំបន់ប្រាសាទព្រះវិហារប៉ុណ្ណោះទេប៉ុន្តែវាបានរីករាលដាលដល់តំបន់ប្រាសាទតាមាន់ប្រាសាទតាក្របីក្នុងខេត្តឧត្តរមានជ័យថែមទៀតផងសង្គ្រាមនេះបានបណ្ដាលឲ្យប្រជាជនស៊ីវិលនៃប្រទេសទាំងសងខាងត្រូវពលីនិងរងរបួសប្រជាជនរាប់ម៉ឺននាក់ដែលរស់នៅតាមព្រំដែនត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីផ្ទះសម្បីទាំងយប់ទាំងថ្ងៃសូម្បីតែជញ្ជាំងបុរាណនៃប្រាសាទព្រះវិហារក៏ត្រូវរងការខូចខាតដោយសារអំបែងគ្រាប់កាំភ្លើងធំរបស់ភាគីថៃផងដែរដែលបណ្ដាលឲ្យពិភពលោកទាំងមូលមានការព្រួយបារម្ភយ៉ាងខ្លាំងទោះបីជាមានការសម្របសម្រួលឈប់បាញ់ពីសំណាក់អាស៊ាននិងអង្គការសហប្រជាជាតិជាច្រើនលើកក៏ដោយប៉ុន្តែស្ថានភាពនៅតែមិនអាចដោះស្រាយបានដែលឃើញថាมันអាចបញ្ចប់ដោយការចរចាកម្ពុជាបានសម្រេចចិត្តដើរផ្លូវច្បាប់អន្តរជាតិនៅឆ្នាំ2011កម្ពុជាបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅក្រុងឡាអេដើម្បីសូមឲ្យបកស្រាយសាលដីកាឆ្នាំ1962ឡើងវិញក្រោយការតតាំងក្តីយ៉ាងស្វិតស្វាញថ្ងៃប្រវត្តិសាស្ត្របានមកដល់នៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ2013តុលាការ ICJ បានប្រកាសសាលដីកាជាឯកច្ឆន្ទថាដីចំនួនទំហំ 4.6 គីឡូម៉ែត្រការ៉េជុំវិញប្រាសាទព្រះវិហារគឺស្ថិតក្រោមអធិបតេយ្យភាពជាដាច់ខាតរបស់កម្ពុជាហើយតុលាការបានបង្គាប់ឲ្យភាគីថៃដកកងកម្លាំងយោធានិងនគរបាលទាំងអស់ចេញពីតំបន់នោះជាដាច់ខាតជ័យជំនះដ៏អស្ចារ្យតាមផ្លូវច្បាប់អន្តរជាតិនេះបានបញ្ចប់ចំនួនដ៏រ៉ាំរ៉ៃនិងបាននាំយកនៅសន្តិភាពត្រឡប់មកវិញបច្ចុប្បន្នទំនាក់ទំនងរវាងកម្ពុជាថៃគឺមិនប្រក្រតីទេដោយសារតែមានចំនួនព្រំដែនសាជាថ្មីនិងចំនួននេះគឺជាប្រវត្តិសាស្ត្រគឺជាមេរៀននិងជាការរំលឹកដល់កូនខ្មែរគ្រប់រូបឲ្យដឹងពីតម្លៃនៃការលះបង់របស់វីរៈកងទ័ពនិងថ្នាក់ដឹកនាំនៅក្នុងការការពារទឹកដីដូនតាបើបងប្អូនពេញចិត្តវីដេអូវត្តសាស្ត្របែបនេះកុំភ្លេចជួយ like share និង subscribe សូមអរគុណសូមជម្រាបលា